ដំណើរកំសាន្តទៅលេងភ្នំតាកកលើកទី1និយាយមែនអ្នកនរគ្នាមានគ្រប់រសជាតិហ្មងនេះនៅពេលដែលយើងមកដល់កន្លែងជាន់ខំនេះមិនខំទេអ្នកនរគ្នាយើងជិះឡានឡើងមករៀងឆ្ងាយដែរហើយមកដល់កន្លែងនេះគឺចាប់ផ្ដើមល្ងាចស្រុបហ្មងអ្នកនរគ្នាហើយយើងជិះខ្សែរ៉កមកជាន់ទៀតមកដល់ជាន់នេះបានមានព្រិលធ្លាក់ហ្មងអ្នកនរគ្នានេះគឺខ្ញុំកាត់ទៅពេលដែលខ្ញុំឡើងទៅភ្នំតាកកហ្នឹងឯងអ្នកនរគ្នាមានព្រិលធ្លាក់បន្តិចទៅមកសន្ទុះមកឈប់ធ្លាក់ព្រិលមកអាប់វិញម្ដងអញ្ចឹងអ្នកនរគ្នារួមទៅគឺវាប្រែប្រួលរហូតអត់ទៀងទេហើយសំខាន់នៅនេះគឺដើមឈើកអស់លីងហ្មងហើយទេសភាពស្អាតខ្លាំងមែនទែនអ្នកគ្នាដោយសារអីគឺមានតែពណ៌សហើយនិងពណ៌ខ្មៅយូរទៅគឺប្លែកភ្នែកខ្លាំងមែនទែនសំខាន់អាភាពប្លែកភាពស្អាតហ្នឹងមកជាមួយនឹងការឈឺចាប់ដូចគ្នាឈឺចាប់ឯអ្នកគ្នាប៉ះអីក៏ឈឺដែរពីថាដកដង្ហើមមកក៏ឈឺដែរអ្នកគ្នាដោយសារវាត្រជាក់ខ្លាំងមែនទែនហើយមកដល់ជាន់កពូលនេះគឺត្រជាក់ខ្លាំងហើយក៏ប៉ុន្តែអត់មានធ្លាក់ព្រិលទេអ្នកគ្នាដល់ពេលវាជាក់ពេកទៅលេងធ្លាក់ព្រិលក៏ប៉ុន្តែគឺកអស់លេងដើមឈើហ្នឹងគឺកដូចដើមគ្រីស្មាស់ដែលយើងឃើញមានព្រិលជាប់ដើមឈើអញ្ចឹងណាអ្នកគ្នាហើយឡើងមកលើនេះដែរគឺយើងត្រូវជិះខ្សែរ៉ក2តង់អ្នកគ្នាជិះមកពីក្រុម1តង់ជិះឡានហើយជិះឡានទៅកន្លែងខ្សែរ៉ក1តង់ទៀតបានត្រូវឡើងខ្សែរ៉ក1តង់ទៀតមកដល់កំពូលនេះហើយកំពូលនេះគឺស្អាតដល់បែបមែនតើអ្នកគ្នាហើយយប់បន្តិចក៏យើងបានចុះមកចកេះភ្នំវិញដោយសារនៅលើហ្នឹងគឺត្រជាក់ខ្លាំងហើយកន្លែងចកេះភ្នំនេះគឺមានបាញ់កំជួចបានអីស្អាតខ្លាំងមែនតើហ្មងអ្នកគ្នាហើយចាំវីដេអូក្រោយខ្ញុំនឹងចេញមកទ្រីបនឹងពេញឲ្យអ្នកគ្នាមើលហ្មង